ចិនដាដែលខុសនឹងជំរាបរៀបរាប់ប្រាប់លោកស្រីបងប្អូនកូនចៅនៅពេលនេះប្រភេទទី1គឺចិនដាកាច់ចិនដាដែលវាមកចឹងមកហើយកាច់មកមុខផ្ទះកាច់មកវាមកក្នុងបន្ទប់ធំបន្ទប់ទទួលភ្ញៀវខាងមុខនោះបាទបន្ទប់អង្គុយលេងខាងមុខនោះបាទកាច់ហ្នឹងបាទវាកាច់មកអញ្ចេះក៏ដោយហើយវានៅចំហៀងកណេះហើយកាច់មកក៏ដោយឲ្យតែកាច់បែបនេះហៅថាចិនដាធ្លាយព័ត៌មានចិនដាដែលលាក់រឿងអាកំបាំងមិនចិត្តវាចិនដាមួយទៀតចេញពីខាងក្នុងមកកាច់ចឹងមកហើយកោងមកសម្ដៅមកខាងមុខបន្ទប់ទទួលភ្ញៀវបន្ទប់ធំដូចគ្នាគ្រាន់តែមួយកាច់មួយកោងទោះចិនដាកាច់ក្តីចិនដាកោងក្តីឲ្យតែខាងមុខរបស់វាចង្អុលមកខាងមុខហើយធ្លាក់ចំបាទបន្ទប់ទទួលភ្ញៀវខាងមុខនោះបាទមានអត្ថន័យដូចគ្នាបាទវាជាចិនដាដែលអ្នកផ្ទះអ្នករស់នៅទីនោះលាក់រឿងអាកំបាំងមិនចិត្តបាទវាអាចធ្លាយព័ត៌មានមួយទៀតបាទចិនដាដែលត្រង់ធ្លូចឹងមកហើយខាងក្រោមនោះបាទអត់មានអីបិទទេពីកម្មមួយទៅកម្មមួយបាទចំហទៅក្រោយធ្លុងបាទវាធ្លាយចិនដាបែបនេះបាទហៅថាចិនដាធ្លាយទ្របបាទមិនកាក់កបទេចិនដាមួយទៀតបាទដែលជាចិនដាសយផងដែរហើយវាខុសវាខូចផងដែរគឺចិនដាដែលធ្វើចំកណ្ដាលផ្ទះចំកណ្ដាលផ្ទះឡើងចឹងទៅរួចឲ្យកាច់តណាក៏ដោយកាច់តនេះក៏ដោយកាច់តនោះក៏ដោយព្រែកជាពីរនេះក៏ដោយឲ្យតែចំណុចឡើងហ្នឹងនៅចំកណ្ដាលផ្ទះបាទហៅថាចិនដាបែកទ្រូងចិនដាបែបនេះឲ្យផលអាក្រក់ដល់ម្ចាស់ផ្ទះគឺមិនត្រូវគ្នាដណ្ដើមធំដណ្ដើមតូចមួយគ្នារហូតដល់បែកដំណេកក្នុងផ្ទះក៏មានដែរដោយសារការមិនចោះសម្រងគ្នាពីរឿងដណ្ដើមតូចដណ្ដើមធំបាទ